ទស្សនវិជ្ជាបងប្អូនអ្នកឆ្លងម៉ូតូទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូមួយទៀតអំពីម៉ូតូអំយ៉ាគឺវាមានលក្ខណៈបែបហ្នឹងហើយម៉ូតូអំយ៉ាគឺជាម៉ូតូមួយដែលពិសេសដែលឲ្យយើងរវាងរវៃគ្រប់កាយសម្បទាទាំងអស់ព្រោះដោយសារអីអញ្ចឹងទី1យើងត្រូវជន់ប្រាំងជើងស្ដាំទី2យើងត្រូវជន់លេខជើងឆ្វេងទី3យើងត្រូវចាប់អំយ៉ាដើម្បីដាក់លេខនៅលោះលេខទី4យើងត្រូវប្រើដៃស្ដាំនេះដើម្បីចាប់ប្រាំងហើយនឹងមូលហ្គាទៅមុខអញ្ចឹងហើយទី5ភ្នែករបស់យើងត្រូវសម្លឹងទី6ជាពាក្យរបស់យើងជារបស់យើងត្រូវស្ដាប់មានអ្នកវ៉ាឬមួយមានសផ្លេអញ្ចឹងឆ្វេងស្ដាំអីអញ្ចឹងទៅហើយចំណុចចុងក្រោយគឺជាកេះរបស់យើងនៅពេលណាដែលយើងជិះអំយ៉ាគឺត្រូវរវាងរវៃលឿនហ្មងមានន័យថាវាលក្ខណៈរហ័សក្នុងការធ្វើការងារទាំងដៃឆ្វេងដៃស្ដាំជើងឆ្វេងជើងស្ដាំទាំងអស់ទាំងចង្កេះរបស់យើងចាក់គឺយើងរហ័សរហួនខ្លាំងណាស់មិនអាចជិះបានបើជិះហ្មងគឺយើងអត់រហ័សរហួនយើងអត់រវារវៃពិបាកជិះណាស់ធ្វើបាបខ្លួនឯងហើយខ្ញុំផ្ដាំចំណុចចុងក្រោយបំផុតជិះម៉ូតូអំយ៉ាយើងត្រូវប្រើវាឲ្យជួយកម្លាំងយើងមិនជួយកម្លាំងវាកុំយកដៃយើងប្រឹងទប់ប្រឹងជន់អត់ហ៊ានមូលអត់ហ៊ានរោអត់ទេម៉ូតូអំយ៉ាគឺត្រូវប្រើកម្លាំងវាត្រូវចាប់អំយ៉ាត្រូវជន់ប្រាំងត្រូវកញ្ឆក់កញ្ឆែងត្រូវស្ទុះបើយើងជិះទៅស្រួលបើយើងជិះទៅវារលូនវាអត់ហត់ហើយបើយើងទៅធ្វើកើមទៅធ្វើថ្នមដូចយើងជិះអូតូឬអីហ្នឹងគឺយើងវេទនាខ្លួនឯងអូខេវីដេអូនេះរៀងវែងតិចសង្ឃឹមថាបងប្អូនដៃថ្មីនឹងយល់ពីចំណុចនេះហើយបើមានអ្វីផ្សេងទៀតចាំជួយខមមិនខ្ញុំធ្វើជូនទៀតអរគុណបងប្អូនអ្នកឆ្លាញ់ម៉ូតូទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នា